ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងខ្ញុំសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដានជាមួយនឹងវីដេអូនៃសកម្មភាពខ្លះៗនៅក្នុងកម្មវិធីបោះជំរំយុវកសិករឆ្នាំ2025ក្រោមប្រធានបទកសិកម្មអេកូឡូស៊ីភាពច្នៃប្រឌិតនិងការផ្សារភ្ជាប់ផលិតផលទៅនឹងទីផ្សារសម្រាប់កម្មវិធីនេះដែរគឺត្រូវបានគាំទ្រថវិកាដោយ AFD និងរៀបចំដោយសសកនៅក្នុងកម្មវិធីនេះដែរយុវកសិករទាំង5ខេត្តបានបង្កើតនៅភាពទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងគ្នានឹងគ្នាការហូបអាហារសាមគ្គីរួមគ្នានិងការធ្វើកិច្ចការងារជាក្រុមបន្ទាប់ពីបានទទួលនៅមតិស្វាគមន៍មុនបើកកម្មវិធីក៏ដូចជាបទបង្ហាញផ្សេងៗតាក់ទងជាមួយនឹងកសិកម្មអេកូឡូស៊ីរបស់តំណាងសហគមន៍កសិកម្មម្ដំសូរិយាក្រុមយុវកសិកររបស់យើងក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងធ្វើជីធម្មជាតិពុកជីនិងថ្នាំពុលធម្មជាតិរបស់សហគមន៍ផ្ទាល់ទន្ទឹមនឹងនោះដែរតំណាងសហគមន៍កសិកម្មឧត្តមសូរិយាបានចែករំលែកតាក់ទងជាមួយនឹងបច្ចេកទេសក្នុងការដាំកូនដំណាំដាំបន្លែជាមួយនឹងការប្រើប្រាស់ជីបូកជីនិងថ្នាំពុលធម្មជាតិទៅកាន់យុវកសិករដែលបានអញ្ជើញទៅដល់ទីតាំងផ្ទាល់លើសពីនេះទៀតតំណាងសហគមន៍ក៏បានចែករំលែកតាក់ទងជាមួយនឹងអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ឡូជីវៈស្មានដែលជាប្រភពចំណូលរបស់កសិករក៏ដូចជាអាចកាត់បន្ថយចំណាយរបស់ពួកគាត់ផងដែរបន្ទាប់ពីទស្សនកិច្ចសិក្សានិងស្វែងយល់អំពីកសិកម្មអេកូឡូស៊ីក៏ដូចជាដំណើរការក្នុងការធ្វើជីធម្មជាតិពុកជីរួចមកក្រុមយុវកសិករវ័យក្មេងរបស់យើងក៏បន្តដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគមន៍កសិកម្មទំនើបត្រាំកក់ផងដែរតំណាងសហគមន៍ទំនើបក៏បានចែករំលែកតាក់ទងជាមួយនឹងការធ្វើផែនការទីផ្សារបច្ចេកទេសក្នុងការលាយល្បាយដីសម្រាប់បណ្ដុះកូនដំណាំនិងការដាំកូនដំណាំនៅក្នុងផ្ទះសំណាញ់ផងដែរទន្ទឹមនឹងនោះផងដែរយុវកសិកររបស់យើងក៏បានបន្តដំណើរទៅទស្សនាពិព័រណ៍ផលិតផលនៅផ្សារផលិតផលចុងសប្តាហ៍របស់ក្រុមយុវកសិករខេត្តតាកែវ
ដើម្បីសិក្សារៀនសូត្របន្ថែមអំពីការវេចខ្ចប់និងការបិទស្លាកផលិតផលក៏ដូចជាការដាក់តាំងលក់ផលិតផលនៅផ្សារចុងសប្តាហ៍ចុងបញ្ចប់នៃកម្មវិធីក្រុមយុវកសិកររបស់យើងក៏បានធ្វើការចែករំលែកនិងធ្វើការឆ្លុះបញ្ចាំងពីលទ្ធផលបន្ទាប់ពីបានចុះទស្សនកិច្ចសិក្សាទៅកាន់តំបន់គោលដៅផ្សេងៗទន្ទឹមនឹងនោះក្រុមយុវកសិកររបស់យើងក៏បានធ្វើការចូលរួមសម្អាតបរិស្ថានផងដែរ